ប្រវត្តិសាស្ត្រខេត្តសៀមរាបសៀមរាបជាខេត្តមួយស្ថិតនៅភាគពីនៃប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រយូរអង្វែងជាប់ទាក់ទងនឹងសិល្បៈវប្បធម៌អរិយធម៌អង្គរនិងការប្រយុទ្ធប្រឆាំងជាមួយសៀមឈ្មោះសៀមរាបគេជឿថាមកពីពាក្យថាសៀមនិងរាបដែលសរុបមានន័យថាកន្លែងដែលសៀមត្រូវបានរៀបជើងឬបរាជ័យតាមរឿងរ៉ាវប្រវត្តិសាស្ត្របុរាណគេចាប់អានថាពេលដែលស្ដេចខ្មែរម្នាក់បាននាំយោធាចេញប្រយុទ្ធទប់ទល់ការឈ្លានពានរបស់សៀមបានយ៉ាងឈ្នះខ្លាំងនៅតំបន់នោះបានរំលេចសក្តិខ្មែរថាមានអំណាចការពារដែនដីខ្លួនឯងបានយ៉ាងរឹងមាំបង្កើតឲ្យមានការដាក់ឈ្មោះថាសៀមរាបដើម្បីជាអនុស្សាវរីយ៍នៃជ័យជំនះអង្គណាមិញទោះបីជាមិនមានឯកសារផ្លូវការច្បាស់លាស់បញ្ជាក់ពិតប្រាកដទេឈ្មោះសៀមរាបនៅតែជាចំណុចដែលគេយល់ស្របថាជាសញ្ញាបង្ហាញអំពីប្រវត្តិសាស្ត្រតស៊ូរបស់ខ្មែរចំពោះសត្រូវក្រៅពីនេះសៀមរាបក៏ជាគេហដ្ឋាននៃអរិយធម៌អង្គរដ៏រុងរឿងដែលមានអង្គរវត្តអង្គរធំប្រាសាទបាយ័នប្រាសាទតាព្រហ្មពីនិងស្ដេចជ័យវរ្ម័នទី7នៅសតវត្សទី12និងទី13សៀមរាបមិនត្រឹមតែជាកន្លងប្រវត្តិសាស្ត្រនៃសិល្បៈស្ថាបត្យកម្មនិងសាសនាបុរាណទេប៉ុន្តែជាទីស្នាក់នៅរបស់ព្រះបាទនានានិងជាចំណុចស្នាក់សំខាន់នៃអាណាចក្រខ្មែររយៈពេលជាយូរមកហើយបន្តទៅទៀតក្នុងសតវត្សទី19ខេត្តសៀមរាបបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់សៀមអំឡុងពេលដែលអាណាចក្រខ្មែរអស់ស្ថិរភាពនយោបាយតែក្រោយមកនៅឆ្នាំ1907ក្រោមសិទ្ធិបារាំងបន្ទាប់ពីមានការចរចាវាងសៀមនិងបារាំងសៀមបានសង់សៀមរាបនិងបាត់ដំបងវិញឲ្យកម្ពុជាដោយធ្វើឲ្យខេត្តទាំងនេះក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រកម្ពុជាវិញសៀមរាបគឺជាខេត្តដ៏សំខាន់មួយសម្រាប់ជនជាតិខ្មែរដោយសារមានទាំងអត្តសញ្ញាណប្រវត្តិសាស្ត្រច្បាស់លាស់វប្បធម៌អធិដ្ឋភាពនិងកេរដំណើរកម្សាន្តសំខាន់មួយលើផែនទីពិភពលោកនាពេលបច្ចុប្បន្នសៀមរាបមិនត្រឹមជាលងអតីតទេប៉ុន្តែជាស្នាមអនុស្សាវរីយ៍នៃសង្គ្រាមសន្តិភាពនិងអភិវឌ្ឍដែលបន្តសង់សៀមរាបឲ្យកាន់តែរីកចម្រើននៅថ្ងៃស្អែកទៀតផង